អ្នកកិច្ចវេះពីកាតព្វកិច្ចយោធាអាចប្រជុំទស្សជាប់ពន្ធនាគាររហូតដល់5ឆ្នាំក្នុងសេចក្តីព្រាងច្បាប់ថ្មីក្នុងរបបថ្មីមួយនៃការត្រៀមលក្ខណៈពង្រឹងខឿនការពារជាតិឲ្យកាន់តែរឹងមាំរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាដោយកំណត់នូវវិធានការក្តីនិងទោសទណ្ឌធ្ងន់ធ្ងរមិនធ្លាប់មានចំពោះបុគ្គលទាំងឡាយណាដែលព្យាយាមកិច្ចវេះមិនបំពេញកាតព្វកិច្ចបម្រើជាតិនៅព្រឹកថ្ងៃទី4ខែឧសភាឆ្នាំ2024នេះគណៈកម្មការមហាផ្ទៃការពារជាតិមុខងារសាធារណៈនិងកិច្ចការព្រំដែននៃរដ្ឋសភាគណៈកម្មការទី4ដឹកនាំដោយឯកឧត្តមកែបជូទីមៀបានបើកកិច្ចប្រជុំពិភាក្សាស៊ីជម្រៅលើសេចក្តីព្រាងច្បាប់នេះជាមួយតំណាងរាជរដ្ឋាភិបាលដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិការធ្វើបច្ចុប្បន្នភាពច្បាប់ដែលមាន8ជំពូកនិង20មាត្រានេះត្រូវបានចាត់ទុកថាជាការចាំបាច់បំផុតដើម្បីជំនួសច្បាប់ចាស់ឆ្នាំ2006ដែលមិនទាន់ឆ្លើយតបគ្រប់ជ្រុងជ្រោយទៅនឹងស្ថានភាពសន្តិភាពបច្ចុប្បន្នយោងតាមសេចក្តីព្រាងច្បាប់ថ្មីបរិះខ្មែរគ្រប់រូបដែលមានអាយុចាប់ពី18ដល់25ឆ្នាំត្រូវតែបំពេញកាតព្វកិច្ចយោធារយៈពេល24ខែជាកំហិតបុគ្គលដែលមានសញ្ជាតិច្រើនប៉ុន្តែរស់នៅក្នុងប្រទេសកម្ពុជាក៏ត្រូវអនុវត្តកាតព្វកិច្ចនេះដោយប្រជាពលរដ្ឋទូទៅដែរចំពោះស្ត្រីមិនមែនជាកាតព្វកិច្ចឡើយប៉ុន្តែត្រូវបានលើកទឹកចិត្តឲ្យចូលរួមតាមគោលការណ៍ស្ម័គ្រចិត្តចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតក្នុងសេចក្តីព្រាងច្បាប់នេះគឺការកំណត់ទោសទណ្ឌដើម្បីធានាសក្តិសិទ្ធិភាពនៃច្បាប់បុគ្គលណាដែលកិច្ចវេះមិនព្រមចូលបំពេញកាតព្វកិច្ចយោធានឹងត្រូវប្រឈមមុខនឹងការផាកពិន័យជាប្រាក់និងទោសដាក់ពន្ធនាគារចាប់ពី6ខែរហូតដល់5ឆ្នាំអាស្រ័យលើស្ថានភាពទម្ងន់ទោសនិងកាលៈទេសៈជាក់ស្ដែងការដាក់ទោសកម្រិតខ្ពស់បែបនេះធ្វើឡើងក្នុងគោលបំណងលុបបំបាត់រាល់ល្បិចគោលកិច្ចវេះនិងធានាឲ្យបាននូវសមធម៌ក្នុងសង្គមដោយមិនមានការរារាំងរវាងអ្នកមានឬអ្នកក្រឡើយទន្ទឹមនឹងវិធានការក្តៅរាជរដ្ឋាភិបាលក៏បានគិតគូរយ៉ាងល្អិតល្អន់ពីអត្ថប្រយោជន៍តបស្នងជូនយុវជនដែលបានលះបង់វេលាបម្រើជាតិរួមមានអធិភាពការងារទទួលបានអធិភាពខ្ពស់ក្នុងការប្រឡងចូលក្របខ័ណ្ឌរដ្ឋនិងការងារឯកជនរក្សាមុខតំណែងសម្រាប់អ្នកមានការងារស្រាប់និងត្រូវរក្សាមុខតំណែងនិងប្រាក់បៀរោជូនវិស័យអប់រំនិស្សិតអាចត្រឡប់ទៅសិក្សាបន្តវិញដោយរក្សាលទ្ធផលសិក្សាចាស់ដដែលការគ្រប់គ្រងជីវភាពទទួលបានរបបស្បៀងប្រាក់ឧបត្ថម្ភនិងការថែទាំសុខភាពក្នុងអំឡុងពេលហ្វឹកហាត់ឯកឧត្តមទាសីហាបានសង្កត់ធ្ងន់ថាច្បាប់នេះមិនត្រឹមតែជាការត្រៀមលក្ខណៈការពារបូរណភាពទឹកដីប៉ុណ្ណោះទេប៉ុន្តែគឺជាការបណ្ដុះស្មារតីស្នេហាជាតិនិងវិន័យដែកដល់យុវជនជំនាន់ក្រោយក្នុងនាមជាពលរដ្ឋខ្មែរការចូលរួមបំពេញកាតព្វកិច្ចយោធាគឺជានិមិត្តរូបនៃកិត្តិយសនិងជាការបង្ហាញនូវភាពស្មោះត្រង់បំផុតចំពោះមាតុភូមិចូលរួមបម្រើជាតិនៅថ្ងៃនេះដើម្បីអនាគតដ៏រឹងមាំនិងសន្តិភាពយូរអង្វែងរបស់កម្ពុជា